my god អ្នកនរគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ប្រាសាទព្រះវិហារគឺថាទេសភាពស្អាតខ្លាំងមែនតើនិយាយពីមេឃវិញអូយពណ៌មេឃនេះជាមួយនឹងស្អាតដល់ស្អាតខ្លាំងណាស់អ្នកនរគ្នាកុំភ្លេចមកលេងឆាន់ថមណាឥឡូវនឹងឡើងទៅថតនាងខ្ញុំគឺអត់នឹកស្មានថានៅពេលបានឡើងទៅដល់កំពូលប្រាសាទគឺថាទេសភាពស្អាតខ្លាំងមែនតើប្រាសាទព្រះវិហារក៏ដូចជាទេសភាពពណ៌ខៀវខ្ចីគឺថានៅជុំវិញយើងគឺស្រស់ស្អាតខ្លាំងមែនតើហើយបេសកកម្មរបស់ខ្ញុំគឺមួយយប់មួយថ្ងៃនៅក្នុងការទៅលេងប្រាសាទព្រះវិហារបរិស័ទតែយើងអត់មានពេលគ្រប់គ្រាន់ទេហើយនេះគឺជាចំណោទដែលចោតខ្លាំងមែនតើនៅក្នុងការធ្វើដំណើរឡើងប្រាសាទព្រះវិហារតែយើងក៏មានកន្លែងដែលគេចំណោទឲ្យចតឡានដើម្បីធ្វើការដើរឡើងទៅបន្តហើយទាំងអស់នេះគឺជាទស្សនវិជ្ជាដែលនាងខ្ញុំបានថតដោយផ្ទាល់តែម្ដងមានបងកងកម្លាំងទាហានយើងដែលបានយាមនៅប្រាសាទផ្ទាល់ពីក្រោមដល់លើគឺថាច្រើនដែរហើយនាងខ្ញុំបានសង្កេតឃើញថាក៏មានភ្ញៀវទេសចរដែរទោះវាមិនកកប៉ុន្តែក៏មានដែរនៅក្នុងការទៅទស្សនាជាពិសេសគឺជនជាតិបរទេសសម្រាប់នាងខ្ញុំតមានការបន្ថយផ្នែកខ្លាំងមែនទែននៅក្នុងការរៀបចំស្លៀកសម្លៀកបំពាក់អប្សរាគឺបានម៉ែបត់នេះឯងគឺថាគាត់ជួយទុកធរៈយើងខ្លាំងមែនទែនហើយជាមួយនឹងការច្នៃឈុតឡើងក៏បានមកពីខាងបងបត់ make up ដែរចាគឺគាត់ជួយយើងខ្លាំងណាស់គឺថាឲ្យតែប្អូននិយាយថាចង់ថតឈុតបុរាណគឺបងរៀបចំឲ្យយ៉ាងស្អាតអរគុណមែនទែនបងសម្រាប់ទឹកចិត្តហើយឈុតអប្សរាមួយនេះគឺស្អាតខ្លាំងមែនទែននៅពេលដែលនេះខ្ញុំក្រងអូយលើកទី2ឯងដែលខ្ញុំក្រងហើយខ្ញុំមានអារម្មណ៍ថាឃើញឈុតវាកាន់តែស្អាតហើយមានរឹតអំណាចហើយនៅពេលដែលយើងបានតុបតែងជាមួយនឹងឈុតអប្សរានេះរួចគ្រឿងចាអប្សរានេះរួចហើយក៏យើងបន្តដំណើរឡើងទៅលើកំពូលប្រាសាទតែម្ដងពីដំណាក់មួយទៅដំណាក់មួយគឺថាស្រស់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចមកបានសុំនេះនិយាយពីដាក់នេះខ្ញុំទៅគឺថាអូយប៉ុន្តែម្ដងប៉ុនអត់ហ៊ានកម្រើកទេតែឡើងមួយជាន់ទៀតគឺថាទៅប៉ុន្តែនៅឈរប៉ុណ្ណឹងគឺឃើញស្អាតហើយដូចសុំកញ្ចក់ដូចពិបាកនិយាយហើយនេះខ្ញុំពិតជាសូមគាំទ្រឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាក៏ដូចមកលេងនៅប្រាសាទព្រះវិហារនេះបានច្រើនកកណាទោះបីជាមានការភ្លៀងបន្តិចបន្តួចមែនប៉ុន្តែបន្ទាប់ពីភ្លៀងហើយគឺថាមេឃស្រឡះស្អាតខ្លាំងចាអ្នកទាំងអស់គ្នាអាចមើលបាននៅក្នុងទស្សនវិជ្ជានៅក្នុងរូបភាពនេះគឺថតបែប HD តែម្ដង quality ចាគឺ HD បើថា background កន្លែងនេះវិញសឹងថាអាចនឹងមើលទៅដូចនេះខ្ញុំរៀបចំថតនៅក្នុង studio ចឹងប៉ុន្តែអ្នកទាំងអស់គ្នាអាចមើលបានពីស្មៅនៅក្រោយខ្នងរបស់នេះខ្ញុំហ្នឹងគឺថាបក់ល្វីតែម្ដងគ្រប់ស៊ីនគ្រប់ប្លង់គឺថាស្អាតប្លែកគ្រប់យ៉ាងតែម្ដងហើយនេះខ្ញុំក៏បានមកចូលរួមនេះក៏បានលោកបានសុធិរិទ្ធដូចគ្នាដែលបានមកចូលរួមឲ្យទៅថាអូនបងអូនចង់មកថតអញ្ចេះថតបញ្ចុះចុះសម្លៀកបំពាក់អញ្ចេះស៊ូមកហើយចាមកទាំងអស់គ្នាដើម្បីជួយប្រមូលផ្សព្វផ្សាយពីតំបន់ទេសចរក៏ដូចជាអ្វីដែលជាវប្បធម៌របស់ខ្មែរចាគឺបង្ហាញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអ្នកខ្លះក៏គាត់មិនបានឃើញអ្នកខ្លះទៀតក៏គាត់ចង់មកប៉ុន្តែមិនទាន់មានឱកាសមកក៏ដូចជាផ្សព្វផ្សាយទៅដល់ជនបរទេសក៏ដូចជានៅជុំវិញពិភពលោកឲ្យគេបានឃើញពីប្រទេសកម្ពុជាពីប្រាសាទស្អាតនៃកម្ពុជាទោះបីជាចំណែកតូចនៅក្នុងការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរក៏នេះខ្ញុំសប្បាយចិត្ត